បើយើងបាញ់ S16 របស់ថៃនឹងចូលអន្ទាក់សង្គ្រាមលិចលង់របស់ថៃដែលថៃកំពុងថៃនៅតែហោះទម្លាក់គ្រាប់មកលើទឹកដីកម្ពុជាចឹងកាន់តែជ្រៅប៉ុន្តែស្នាញ់មេឃនៅតែមិនទាន់បាញ់ទម្លាក់យន្តហោះរបស់ថៃដែលយើងតែទៅសួរតែឆ្ងល់ថាហេតុអីយើងមិនបាញ់ទាំងថៃនេះព្យាយាមហោះចូលមកយ៉ាងជ្រៅហោះច្រើនទៀតតែនៅតែមិនបាញ់បើរដ្ឋាភិបាលហ៊ានណាបាញ់យើងនឹងចូលអន្ទាក់សង្គ្រាមកាន់តែជ្រៅរបស់ថៃនេះគឺជាអន្ទាក់របស់ថៃដើម្បីឲ្យរដ្ឋាភិបាលយើងទប់អារម្មណ៍លេងបានទប់ចិត្តលេងបានដើម្បីបាញ់ទម្លាក់យន្តហោះរបស់ថៃមិនមែនខ្លាចអាមេរិកទេគឺជាអន្ទាក់សង្គ្រាមដែលជ្រៅខ្លាំងបំផុតរបស់ថៃដែលថៃចង់បានបើយើងបាញ់មីស៊ីលហ្នឹងទៅច្បាស់ណាស់มันអាចត្រូវ 100% ទេគឺ50-50ព្រោះសំខាន់លើពីឡុតនឹងក្នុងថាបាយមីស៊ីលដែរអញ្ចឹងបើយើងបាញ់មីស៊ីលក៏ប្រកែកនឹងដេញតាមយន្តហោះ A16 ច្បាស់ណាស់ A16 ហ្នឹងនឹងហោះយ៉ាងលឿនទៅទីក្រុងបាងកកឬក៏ហោះទៅទីក្រុងណាមួយដែលនៅតំបន់ជាតិនឹងព្រំដែនរបស់ថៃដើម្បីឲ្យទាញមីស៊ីលហ្នឹងបណ្ដេញដើម្បីទៅបំទុះនៅទីក្រុងរបស់គេពីនោះហើយថៃនឹងមានលេសថាយើងនឹងបាញ់គ្រាប់រ៉ុកែតចូលទៅទីក្រុងរបស់គេនឹងបាញ់គ្រាប់រ៉ុកែតគេយ៉ាងជ្រៅចូលមកទីក្រុងរបស់យើងដូចនេះដែរនេះហើយគឺជាអន្ទាក់របស់ថៃចឹងហើយរដ្ឋាភិបាលយើងជាយើងអត់ធ្មត់ដើម្បីបើយើងគិតថាយកច្បាស់ខ្លាំងមែនទែនជាសាសមួយនេះចឹងបើយើងហ៊ានតែបាញ់បាននេះចូលអន្ទាក់របស់ថៃចឹងយើងកុំឆ្លល់ថាហេតុអីបានជាថៃហោះទម្លាក់គ្រាប់ស្ទើរតែរាល់ថ្ងៃហ្មងខ្លាំងមែនទែនតែយើងនៅតែមិនបាញ់មកឆ្ងល់ថាភាសាអីយើងខ្លាចយើងមែនខ្លាចអាមេរិកមែនទេគឺខ្លាចអន្ទាក់សង្គ្រាមលិចលោករបស់ថៃប្រកែកចាំថាយើងបាញ់ទៅវាហោះបណ្ដេញមួយយ៉ាង1នឹងហោះបណ្ដេញគ្នាមួយយើងអាចធ្លាក់ពីរអាចធ្លាក់ទុក3នឹងធ្លុយមួយចូលទៅទីក្រុងរបស់គេនេះហើយគឺជាអន្ទាក់របស់ថៃដែលថៃពុំតែរៀបចំឲ្យរដ្ឋបាលយើងបាញ់អញ្ចឹងយើងក៏មកព្យាយាមសួរថាហេតុអីបានយើងមិនបាញ់អញ្ចឹងយើងត្រូវយកច្បាស់ខ្ញុំមិនមែនជាអ្នកវិភាគសង្គ្រាមទេគាត់តែការយល់ឃើញបន្តិចបន្តួចរបស់ខ្ញុំទេអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានអ្វីគាត់ថាល្អជាងនេះអាចខមមិនខាងខុសបានអញ្ចឹងគាត់ថាការយល់ឃើញរបស់ខ្ញុំទេណាអញ្ចឹងទៅតាមបែបហ្នឹងហើយមួយទៀតគឺយើងរងចាំពិភពលោកទទួលស្គាល់ថាយើងជាជនរងគ្រោះថៃជាអ្នកបំពេញទឹកដីរបស់យើងនេះហើយអ្វីដែលយើងរងចាំនោះភាពអត់ធ្មត់របស់